សួស្តីសុជីតាខានជួបឯងយូរហើយនេះតើឯងសុខសប្បាយចិត្តទេមិនសុខទេអើយសែតខ្លាំងណាស់ការរកស៊ីក៏មានបញ្ហាអាធ្វើការក៏មានបញ្ហាអញពិបាកចិត្តណាស់វើយងាប់ហើយក៏បញ្ហាច្រើនណាស់អញអត់យល់សោះនេះគេបានមកមុខហើយនឹងពីរមុខហើយមិនយល់កុំនិយាយមកអញឈប់និយាយហើយដឹងតែអញធ្វើការងាររោងចក្រហើយបើប្រទេសជាតិមានសង្គ្រាមបានគ្នារហូតអញ្ចឹងនេះចុះប៉ះទៅខាងការងារអត់មានអីធ្វើមិនពួកអញបាល់ហើយទេអាងអីហើយគ្រូបង្រៀនចង់ឲ្យមិនបង្រៀនមួយខែក៏ឲ្យមានប្រាក់ខែហើយចុះអញវិញមានតែអំបិលហើយរស់ស៊ីណាហើយដឹងហើយអញលក់ខោអាវលក់ស្បែកជើងលក់កាបូបឲ្យតែគេត្រូវការអញលក់ទាំងអស់ហើយបើរោងចក្រមិនមានការងារធ្វើអ្វីទាំងអស់មិនអស់ហើយហីអានេះហើយធ្វើមិនដឹងជីវិតហើយមិនរោងចក្រដូចអញហើយមិនដឹងទេខនអញ្ជើញតិចតួចក៏ធ្វើឯងណាខឹងអន់ចិត្តហើយឯងចេះអន់ចិត្តនឹងតាំងពីពេលណាអញគិតថាមិត្តភក្តិនិយាយប៉ុណ្ណឹងគ្មានបញ្ហាដឹងអីទៅចិត្តស្វើមកនេះហើយគិតមើលអាណាមិនអន់ចិត្តតាំងពីហើយបានធ្វើគ្រូមិត្តភក្តិទាំងអស់គឺក្រែងចិត្តហើយគ្រប់គ្នាគ្មានណាគេមិនសូវនិយាយអីម៉ាទេមានតែអញនិយាយដល់អញខ្វល់ទេហើយរាប់អញបានអត់អញចង់និយាយយ៉ាងមិនឲ្យធ្វើគ្រូហ្នឹងហើយមិនចាំអញទេហើយយល់ទេមិត្តភក្តិគឺមិត្តភក្តិមិនបានធ្វើគ្រូតិចតួចភ្លេចសញ្ជាតិដើមឯងអញប្រាប់នៅការរកចងចាំផងថាធ្លាប់ស៊ីបាយមួយចានជាមួយគ្នាពី3នាក់ហើយចងចាំផងពេលដែលគ្មានលុយពេលដែលគ្មានអ្វីញ៉ាំគឺមានមិត្តភក្តិយើងហើយចែកគ្នាញ៉ាំយល់ទេអញសុំស្បត់ណាថាអញមិនដែលគិតបែបហ្នឹងទេជាមួយមិត្តភក្តិពួកយើងមានគ្នាតែ4នាក់ហើយពួកយើងកំសត់កំរជាមួយគ្នាទោះបីឯងមិនបានធ្វើគ្រូឯងធ្វើការងាររោងចក្រទោះបីឯងធ្វើការងារអ្វីក៏ដោយឯងនឹងទេពួកយើងក៏ជាមិត្តនឹងគ្នាគ្រាន់តែពេលខ្លះយើងមានភារកិច្ចធ្វើការរៀងខ្លួនមានទូនីតិធ្វើការរៀងខ្លួនមិនមានពេលទំនេរដូចការដែលយើងនៅរៀនណាឯងត្រូវយល់មិនមែនយើងមិនមកលេងឯងគិតថាយើងនេះបំភ្លេចឯងចោលទេយល់ទេមានតែពួកឯងទេគិតមកលើយើងអាក្រក់ឯងឈប់គិតណាខ្ញុំសន្យាមួយឯងថាខ្ញុំមិនចោលពួកឯងទេបើបានលើឯងនិយាយបែបហ្នឹងគ្នាក៏សប្បាយចិត្តនឹងត្រេកអរពីព្រោះពួកយើងជាមិត្តភក្តិនឹងគ្នាលើសពីបងប្អូនទៅទៀតរាល់ថ្ងៃនេះពីព្រោះយើងមានភាពស្និទ្ធស្នាលបងប្អូនខ្លះមិនមែនដូចយើងផងណាឥឡូវមកល្ងាចហើយឥឡូវទៅញ៉ាំអីអត់មកម៉ាអញប៉ាវហើយអរគុណដែលឯងបានបដៅអញអើយមិននឹកស្មានថាមិត្តភក្តិទាំងអស់គិតមើលអញបែបនេះទេហើយប៉ាវអញមែនទេប៉ាវអញទៅពីព្រោះខែនេះស្ពៃអើយអត់មានលុយលោកដូរពុំសូវដាច់គិតហ្នឹងគិតច្រើនមកខ្មៅដូចកែអញឥឡូវហើយកុំទៅខ្វល់ច្រើនណាមុខមិនទៅធ្វើដូចមុខឯងហ្នឹងស្អាតតាំងពីដើមអញ្ចឹងតាំងពីអញស្គាល់មកមុខនាងឯងតែប៉ុណ្្នឹងនៅវិញចៃមិនទៅសារហើយប្រអាប់ថែមទៀតហីនេះហើយសំតែមកកញោមឯណាសំទោសឥឡូវទៅបាននៅ